នៅថ្ងៃទី14មីនាឆ្នាំ2021នេះកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលខណៈអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធាតើភាពតានតឹងយោធានៅអាស៊ីកំពុងកើនឡើងម្ដងទៀតឬថ្មីនេះកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលប្រមាណ10គ្រាប់ទៅកាន់សមុទ្រហេតុការណ៍នេះកើតឡើងខណៈពេលដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នាការបាញ់មីស៊ីលនេះបានធ្វើឲ្យប្រទេសនៅតំបន់អាស៊ីភាគខាងកើតមានការព្រួយបារម្ភយ៉ាងខ្លាំងតើហេតុការណ៍នេះមានន័យយ៉ាងដូចម្តេចហើយតើវាអាចធ្វើឲ្យភាពតានតឹងយោធាកាន់តែខ្លាំងឡើងដែរឬទេថ្ងៃនេះយើងនឹងពន្យល់ព័ត៌មានសំខាន់ទាំងអស់ជុំវិញព្រឹត្តិការណ៍នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយទំនាក់ទំនងរវាងកូរ៉េខាងជើងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមានភាពតានតឹងមិនឈប់ឈរកូរ៉េខាងជើងបានអភិវឌ្ឍកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែរកម្មវិធីនេះបានធ្វើឲ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងពេលតែមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងតែងតែធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំគោលបំណងនៃសមយុទ្ធនេះគឺដើម្បីបង្កើនសមត្ថភាពការពារនិងត្រៀមខ្លួនប្រសិនបានមានវិបត្តិយោធាកើតឡើងនៅលើឧបទ្វីបកូរ៉េប៉ុន្តែសម្រាប់កូរ៉េខាងជើងសមយុទ្ធយោធាទាំងនេះត្រូវបានមើលថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនយោងតាមប្រភពព័ត៌មានយោធាកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលទៅកាន់សមុទ្រខាងកើតសមុទ្រនេះត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុនការបាញ់នេះកើតឡើងក្នុងពេលដែលកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់បន្ទាប់ពីការបាញ់នេះកូរ៉េខាងត្បូងនិងជប៉ុនបានប្រកាសថាពួកគេបានតាមដានគ្រាប់មីស៊ីលទាំងនេះយ៉ាងជិតស្និទ្ធអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថាគ្រាប់មីស៊ីលបានធ្លាក់ចូលក្នុងសមុទ្រមិនមានការខូចខាតអ្វីមួយឡើយទោះបីជាយ៉ាងណាក៏ដោយការបាញ់មីស៊ីលនេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិប្រទេសជប៉ុនបានថ្កោលទោសការបាញ់នេះយ៉ាងខ្លាំងហើយបាននិយាយថាវាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អ្នកវិភាគនយោបាយអន្តរជាតិមួយចំនួនបាននិយាយថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើងអាចមានគោលបំណងជាច្រើនគោលបំណងទី1គឺបង្ហាញការមិនពេញចិត្តចំពោះសមយុទ្ធយោធារបស់អាមេរិកនិងកូរ៉េខាងត្បូងគោលបំណងទី2គឺបង្ហាញសមត្ថភាពយោធារបស់ខ្លួនទៅកាន់ពិភពលោកអ្នកជំនាញខ្លះក៏បានព្រួយបារម្ភថាប្រសិនបើភាពតានតឹងនេះបន្តកើនឡើងវាអាចបង្កឲ្យមានការប្រកួតប្រជែងយោធាកាន់តែខ្លាំងនៅក្នុងតំបន់ទោះជាយ៉ាងណាប្រទេសជាច្រើនកំពុងអពាវនាវឲ្យមានការសន្ទនាដើម្បីកាត់បន្ថយភាពតានតឹងសរុបមកការបាញ់មីស៊ីលរបស់កូរ៉េខាងជើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធាបានធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់អាស៊ីភាគខាងកើតកើនឡើងម្ដងទៀតទោះបីជាមិនមានការខូចខាតដោយផ្ទាល់ក៏ដោយក៏ហេតុការណ៍នេះបង្ហាញថាស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េនៅតែមានភាពរសាបខ្លាំងណាស់ពិភពលោកកំពុងតាមដានយ៉ាងជិតស្និទ្ធដើម្បីមើលថាតើភាគីពាក់ព័ន្ធនឹងដោះស្រាយភាពតានតឹងនេះដោយវិធីណាសំណួរសម្រាប់អ្នកទស្សនាតើអ្នកគិតថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះគ្រាន់តែជាការបង្ហាញអំណាចយោធាប៉ុណ្ណោះឬអាចនាំឲ្យមានភាពតានតឹងធ្ងន់ធ្ងរជាងនេះនៅក្នុងតំបន់ដែរទេសូមសរសេរមតិយោបល់របស់អ្នកនៅក្នុង comment ខាងក្រោមកុំភ្លេច like share និង subscribe ដើម្បីគាំទ្រ channel របស់យើងនិងទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់